ជំរាបសួរពុកម៉ែបងប្អូនតោះថ្ងៃនេះយើងមានមុខម្ហូបប្លែកមួយទៀតហើយបងប្អូនគឺស៊ុបស៊ីឈ័នសម្រាប់ស៊ុបនេះដែរគឺពេញនិយមខែត្រជាក់ចឹងហើយយើងសាកធ្វើទាំងអស់គ្នាតោះឥឡូវយើងកុំអង់យូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាបងប្អូនតោះដំបូងយើងចាប់ផ្ដើមដាក់ឆ្នាំងបន្ទាប់មកយើងចាក់ខ្លាញ់ហើយយើងដាក់គ្រឿងចូលសម្រាប់គ្រឿងនេះផងដែរខ្ញុំមានខ្ទឹមសគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនិងខ្ញីផងដែរបងប្អូនហើយសម្រាប់ខ្ញីខ្ញុំដាក់ខ្ញីខ្ចីបងប្អូនសម្រាប់គ្រឿងនេះយើងដាក់រំលីងវាឲ្យវាឡើងឈ្ងុយទេបងប្អូនបន្ទាប់ពីគ្រឿងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ដុំគ្រឿងស៊ីឈ័នរបស់យើងចូលបន្ទាប់ពីដុំស៊ីឈ័នហើយនឹងគ្រឿងរបស់យើងរំលីងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់ទឹកចូលបងប្អូនហើយយើងមានបន្ថែមគ្រឿងមានដូចជាស្ករស1ស្លាបព្រាកាហ្វេបន្ទាប់មកអំបិលគ្រឿងនេះកន្លះស្លាបព្រាម្សៅរ៉ូឌីចំនួនកន្លះស្លាបព្រាប៊ីចេង1ចុងស្លាបព្រាឥឡូវនេះស៊ុបរបស់យើងគឺបានពុះហើយបងប្អូនបន្ទាប់ពីពុះហើយយើងចាប់ផ្ដើមដាក់ទឹកដោះគោខាប់ចំនួន3ស្លាបព្រាតែបើបងប្អូនមានទឹកដោះគោឆៅក៏បានតែនេះខ្ញុំមានទឹកដោះគោខាប់ហើយខ្ញុំដាក់ទឹកដោះគោខាប់ក៏បានដែរបងប្អូនបន្តមកទៀតយើងបន្ថែមប្រហិតបងប្អូនហើយសម្រាប់ប្រហិតនេះដែរគឺទិញពីហាក់ហឹងទៅបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនហើយមានតាមកម្រិតវាមានលេខ1លេខ2អញ្ចឹងបងប្អូនហើយគេមានលក់ដុំលក់រាយផងដែរសម្រាប់ប្រហិតនេះផងដែរខ្ញុំដាក់មួយកញ្ចប់នៅតែម្ដងហើយមួយកញ្ចប់នេះទិញតែ 5000 ទេបងប្អូនដាក់បាន
មួយឆ្នាំងតែម្ដងបងប្អូនបន្ទាប់ពីយើងដាក់ចម្អិនវាពុះបានល្អហើយយើងចាប់ផ្ដើមដាក់ចូលក្នុងឆ្នាំងតូចមួយទៀតបងប្អូនដើម្បីយើងចម្អិនបន្លែបងប្អូនពេលយើងចាប់ផ្ដើមហូបយើងចាប់ផ្ដើមដាក់ចម្អិនដាក់ឆ្នាំងតូចហើយយើងមានបន្ថែមក៏រត់ហើយបន្ថែមផ្សិតស្ពៃហើយនឹងតកួនផងដែរបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមយកសាច់គោដែលយើងហាន់ប្រទេសហ្នឹងតែប្រឡាក់ជាមួយនឹងគ្រឿងជាមួយនឹងពងមាន់ហ្នឹងយើងយកមកដាក់ពីលើប៉ុណ្ណឹងរួចជាការស្រេចបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ